ប្រទេសថៃបានយកផែនទីដែលគូជាឯកតោភាគីមកអះអាងដើម្បីការពារភាពស្របច្បាប់ដែលខ្លួនកំពុងកាន់កាប់លើទឹកដីខ្មែរប៉ុន្តែព្រំដែនអន្តរជាតិមិនអាចសរសេរឬគូសវាសឡើងវិញដោយភាពងាយស្រួលខាងនយោបាយការកាន់កាប់ដោយផ្នែកយោធាឬផែនទីជាឯកតោភាគីបានឡើយនេះបើតាមការបញ្ជាក់របស់លោករដ្ឋសន្តិភាពអ្នកជំនាញភូមិសាស្ត្រនយោបាយការទទួលស្គាល់ផែនទីត្រូវបានធ្វើឡើងដោយភាពស្របច្បាប់ពីសន្ធិសញ្ញាឧបករណ៍ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិនិងនីតិរដ្ឋគោលការណ៍ទាំងនោះមានសារៈសំខាន់មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជានិងប្រទេសថៃប៉ុណ្ណោះទេប៉ុន្តែសម្រាប់ស្ថិរភាពនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរព្រំដែនកម្ពុជាថៃមិនត្រូវបានបង្កើតឡើងកាលពីម្សិលមិញទេវាត្រូវបានបង្កើតឡើងជាងមួយសតវត្សមុនតាមរយៈសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907របស់គណៈកម្មការកំណត់ព្រំដែនបារាំងសៀមកំណត់ត្រាព្រំដែនផ្លូវការនិងផែនទីខ្នាត1លើ200,000ដែលទទួលស្គាល់ជាអន្តរជាតិយ៉ាងណាក៏ដោយផែនទីស៊េរី L7017 ដែលផលិតដោយឯកតោភាគីរបស់ប្រទេសថៃដែលទីក្រុងបាងកកបានលើកយកមកប្រើប្រាស់ម្ដងហើយម្ដងទៀតនោះដើម្បីគាំទ្រទៅដល់ការរៀបរាប់អំពីទឹកដីរបស់ខ្លួនដោយជាការដាក់ប្រាសាទខ្នារប្រាសាទតាមុនធំប្រាសាទតាក្របីនិងប្រាសាទបុរាណខ្មែរជាច្រើនទៀតនៅលើជួរភ្នំដងរែកចូលក្នុងទឹកដីរបស់ខ្លួនគឺមិនមានភាពស្របច្បាប់នោះឡើយព្រោះប្រាសាទទាំងអស់នោះសុទ្ធសឹងតែជាទឹកដីកម្ពុជានិងស្ថិតនៅក្នុងបូរណភាពទឹកដីរបស់កម្ពុជាផែនទីយោធារបស់ប្រទេសថៃតនេះដែលដាក់ប្រាសាទបុរាណខ្មែរទាំងអស់នោះចូលទៅក្នុងទឹកដីរបស់ខ្លួនក៏កាន់តែពិបាកក្នុងការបង្ហាញអំពីភាពត្រឹមត្រូវរបស់ប្រទេសថៃបើទោះបីជាថៃបានអះអាងដោយផ្អែកទៅលើវោហារសាស្ត្រនយោបាយឬការបកស្រាយឡើងវិញជាឯកតោភាគីក៏ដោយព្រោះច្បាប់អន្តរជាតិមិនអនុញ្ញាតឲ្យរដ្ឋណាមួយគូឡើងវិញនៅព្រំដែនដែលបានកំណត់រួចហើយដោយសារតែពួកគេមិនពេញចិត្តទៅនឹងព្រំដែននោះទេរដ្ឋមួយមិនអាចទទួលយកបាននៅអធិបតេយ្យភាពតាមរយៈការអះអាងជាឯកតោភាគីបានឡើយវាមិនអាចបង្កើតកម្មសិទ្ធិស្របច្បាប់ដោយការបង្កើតផែនទីក្នុងស្រុកបានទេការកាន់កាប់ផ្នែកយោធាការអនុវត្តរដ្ឋបាលឬសេចក្តីប្រកាសនយោបាយក៏មិនអាចផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនដែលកំណត់ជាអន្តរជាតិបានដែរនេះគឺជាមូលហេតុដែលតុលាការអន្តរជាតិបានភ្ជាប់ទម្ងន់ផ្លូវច្បាប់ទៅនឹងសន្ធិសញ្ញាគណៈកម្មការព្រំដែនដែលបានព្រមព្រៀងគ្នានិងឧបករណ៍ព្រំដែនដែលទទួលយកទៅវិញទៅមកមិនមែនទៅលើផែនទីដែលបង្កើតឡើងដោយឯកតោភាគីសម្រាប់គោលបំណងផ្ទាល់ខ្លួននោះទេចំណែកកម្ពុជាពឹងផ្អែកទៅលើព្រំដែនដែលបានកំណត់ជាអន្តរជាតិសន្ធិសញ្ញាជាប្រវត្តិសាស្ត្រផែនទីផ្លូវការដែលរៀបចំដោយគណៈកម្មាធិការកំណត់ព្រំដែនបារាំងសៀមនិងច្បាប់អន្តរជាតិជាមួយគ្នានេះកម្ពុជាបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យចំនួនត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈយន្តការផ្លូវច្បាប់ជាជាងតាមរយៈកម្លាំងសកម្មភាពជាឯកតោភាគីឬសម្ពាធនយោបាយដូច្នេះប្រទេសថៃគួរធ្វើដូចគ្នាការគោរពព្រំដែនអន្តរជាតិមិនមែនជាសម្បទានទៅដល់ប្រទេសកម្ពុជាទេប៉ុន្តែវាជាកាតព្វកិច្ចដែលជំពាក់ច្បាប់អន្តរជាតិខ្លួនឯងជាការពិតណាស់ការគោរពព្រំដែនដែលបានកំណត់ដោយស្របច្បាប់គឺការពារគ្រប់ប្រទេសទាំងតូចទាំងធំនៅក្នុងសកលលោកប្រសិនបើរដ្ឋនានាមានសេរីភាពក្នុងការបកស្រាយឡើងវិញនៅព្រំដែននៅពេលដែលមានភាពងាយស្រួលខាងនយោបាយនោះគ្មានព្រំដែនអន្តរជាតិណាមួយនឹងមានសុវត្ថិភាពនោះទេជំនួសឲ្យការជំរុញទាមទារតាមរយៈផែនទីជាឯកតោភាគីរបស់ប្រទេសថៃខ្លួនឯងគួរតែបញ្ជាក់ឡើងវិញអំពីភាពសុចរិតនៃព្រំដែនដែលបានបង្កើតឡើងជាអន្តរជាតិគោរពឧបករណ៍ច្បាប់ដែលមានស្រាប់និងត្រូវដោះស្រាយភាពខុសគ្នាដែលនៅសេសសល់តាមរយៈដំណើរការផ្លូវច្បាប់ដោយសន្តិវិធីដែលមានមូលដ្ឋានទៅលើច្បាប់អន្តរជាតិព្រោះតែប្រវត្តិសាស្ត្របានគូព្រំដែនរួចហើយច្បាប់បានទទួលស្គាល់រួចដូចគ្នាហើយនៅពេលនេះថៃត្រូវតែទទួលខុសត្រូវនិងត្រូវតែគោរពនិងអនុវត្តតាមរយៈអ្វីដែលបានចរចាគ្នានាពេលកន្លងមក